កម្ពុជាបានបញ្ជូនកងទ័ពនិងសពាវុធធនធ្ងន់ទៅកាន់ព្រំដែនដែលបង្ហាញសញ្ញាត្រៀមសម្រាប់ការវាយបកការពារខ្លួនប្រសិនបើថៃបន្តឈ្លានពានការត្រៀមខ្លួនដែលកើតឡើងបន្ទាប់ពីការប៉ះទង្គិចដោយអាវុធជាមួយនឹងកងទ័ពថៃនៅព្រឹកថ្ងៃពុធទី28ខែឧសភាដែលបណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់នៅក្នុងខ្លឹមសារបង្ហោះលើទំព័រ Facebook នៅយប់ថ្ងៃពុធនិងសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់នៅព្រឹកថ្ងៃប្រហ័សប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានថ្កោលទោសចំពោះអ្វីដែលសម្ដេចហៅថាជាអំពើឈ្លានពានដែលរំលឹកទៅដល់ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សានៅព្រំដែនរវាងឆ្នាំ2008និងឆ្នាំ2011ជុំវិញប្រាសាទព្រះវិហារប្រាសាទតាមាន់និងប្រាសាទតាក្របីសម្ដេចហ៊ុនសែនគាំទ្រទៅដល់ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ពនិងអាវុធធនធ្ងន់ទៅកាន់ព្រំប្រទល់ការដែលយើងបញ្ជូនកងទ័ពឡើងទៅទល់ដែននៅពេលនេះបង្ការយៈថាហេតុតែប៉ុណ្ណោះមិនមែនការបញ្ជូនទៅដើម្បីទៅវាយថៃទេប៉ុន្តែក្នុងករណីដែលមានការឈ្លានពានគឺយើងប្រណូប្រាច់ការពារឯករាជ្យអធិបតេយ្យភាពរបស់យើងដូចគ្នាដែរនៅព្រឹកថ្ងៃប្រហ័សនេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាកម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេតែកម្ពុជារក្សាសិទ្ធិនៅក្នុងការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនតាក់ទងទៅនឹងការលើកឡើងថាថៃបានត្រៀមយន្តហោះចម្បាំងសម្ដេចតេជោហ៊ុនសែនឆ្លើយតបថាកម្ពុជាបានត្រៀមកាំភ្លើងបាញ់យន្តហោះហើយឥឡូវនេះកម្ពុជាមានប្រភេទការពារអាកាសយ៉ាងល្អប្រសើរតែយើងអាចសាកល្បងបាញ់40គីឡូទៅម្ខាងយើងអាចបាញ់ទៅរួចណាប៉ុន្តែខ្ញុំគិតថាប្រភេទអស់ទាំងនេះមិនចាំបាច់ទេអញ្ចឹងអ្នកចូលមកខមមិនថាខាងថៃបានរៀបចំយន្តហោះចម្បាំងហើយនេះក្រុមតែជាពាក្យអស់យ៉ាលទេប៉ុន្តែបើសិនជារឿងពិតកម្ពុជាក៏សូមប្រាប់ត្រឡប់ទៅវិញថាកម្ពុជាបានត្រៀមអាវុធបាញ់អស់ហើយក្រៅពីយោធាសម្ដេចប្រធានព្រឹទ្ធសភាបានបន្ថែមថាកម្ពុជាក៏នឹងប្រើវិធានការការទូតនិងផ្លូវច្បាប់ផងដែរសូមរំលឹកថាកងទ័ពថៃនិងកម្ពុជាបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវនៅតំបន់មុំបីនៅក្នុងស្រុកជាំខ្សានខេត្តព្រះវិហារនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី28ខែឧសភាសម្ដេចតេជោបានលើកឡើងថានេះគឺជាការវាយឆ្មក់ថៃចោទកម្ពុជាថាជាអ្នកបំផ្ទុះអាវុធមុនប៉ុន្តែក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាកងទ័ពថៃជាអ្នកបាញ់ប្រហារមុនមកលើលេនដ្ឋានដែលកងទ័ពកម្ពុជាឈរជើងជាយូរលង់ណាស់មកហើយសម្ដេចទាំងពីរបានអំពាវនាវឲ្យពលរដ្ឋកម្ពុជាកុំពង្រីកចំនួននេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ដែលមិនផ្ដល់ផលចំណេញអ្វីដល់ប្រជាជាតិទាំងពីរនោះទេមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរក្រុងនឹងជួបប្រជុំគ្នានៅថ្ងៃប្រហ័សនេះក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់មួយ